បាទសួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយទៀតហើយបាទតាក់ទងទៅនឹងការបង្កើត Play Store download នៅលើទូរស័ព្ទដៃម៉ាក Oppo Vivo Redmi Samsung ណាបាទរបៀបបង្កើតគឺដូចតែគ្នាបងប្អូនណាបាទអញ្ចឹងសង្ឃឹមថាបងប្អូនទស្សនាវីដេអូនេះហើយបាទពីដើមរហូតដល់ចប់បងប្អូននឹងចេះបង្កើតPlay Store ដោយខ្លួនឯងបងប្អូនណាបាទអញ្ចឹងដូចខ្ញុំបានបង្ហាញអញ្ចឹងបងប្អូនចុចលើ Play Store អញ្ចឹងទៅបាទចឹងវាដើរមកស្ទុះបន្ទាប់មកវាចេញជាចឹងបើសិនណាកន្លងខាងលើនេះបើបងប្អូនមានគណនីស្រាប់យើងវាលើនឹងទៅបើបងប្អូនអត់ទាន់មានទេបងប្អូនវាយអាខាងក្រោមណាខាងលើនឹងទៅបងណាបាទចុចអាប៊ូតុងខាងក្រោមតែយើងយកគណនីខាងលើហ្នឹងកាត់សម្រាប់ខ្លួនយើងអញ្ចឹងណាបាទបើចេញចេះមកវារឿងជូនតិចដែរឡើយនេះដោយសារតែទូរស័ព្ទយើងវាអត់ទាន់មានកម្មវិធីអីយើងទៅ reset ម៉ាស៊ីនចោលអញ្ចឹងវាត្រូវការ update Play Store បន្តិចដើម្បីversion ចុងក្រោយអញ្ចឹងណាបាទចឹងបងប្អូនទុកឲ្យដើរចឹងតិចសិនទៅបាទភ្ជាប់អ៊ីនធឺណិតឬក៏លុយឬក៏ SIM ឬក៏ Wi-Fi ចឹងណាបាទបានភ្ជាប់ Play Store បានចឹងទៅវាដើមបន្តិចចឹងទៅបាទចឹងពេលខ្លះវាយូរពេកខ្ញុំក៏ចុចបិទចឹងទៅបងប្អូនណាបាទចុចបិទឲ្យបើកវិញចឹងទៅបាទអញ្ចឹងយើងចុច sign in ចឹងទៅវារៀងលាក់ល្អបន្តិចបងប្អូនមករយៈនឹង Play Store វាពិបាកបង្កើតបងប្អូនបាទបង្កើតបានហើយក៏ប្រើបន្តិចទៅវា error វិញអញ្ចឹងបាទអញ្ចឹងបងប្អូនបានមើលឃើញយ៉ាងហើយបងប្អូនអនុវត្តតាមខ្ញុំអញ្ចឹងទៅនឹងទុកដោះស្រាយនៅពេលក្រោយអញ្ចឹងបាទអានេះខ្ញុំវាយសារថ្មីឬសារវាយមិញវាលោតវាលោតសារដើមអញ្ចឹងចុចសារថ្មីមកចុចដាក់ឈ្មោះដាក់ទៅកន្លែងហ្នឹងបាទអញ្ចឹងបាទអញ្ចឹងទៅយើងនិចទៅមុខបងប្អូនណាបាទនិចទៅមុខបន្ទាប់មកនេះយើងដាក់ថ្ងៃខែឆ្នាំកំណើតយើងណាបាទយើងចេះដាក់ទៅបងប្អូនកន្លែងហ្នឹងអត់អីទេបាទនេះខ្ញុំចេះតែដាក់ទៅណាបាទហ្នឹងហើយអានេះយើងជ្រើសភេទយើងទៅសំខាន់យើងលេខកូដយើងបងប្អូនណាបាទយើងដាក់អញ្ចឹងហើយយើងចាំលេខកូដយើងណាត្រង់នេះដែរ Gmail ពីខាងលើនោះវាឲ្យយើងអូតូបងប្អូនណាបាទអញ្ចឹងបងប្អូនថាអត់ចង់ប្រើរបស់គេអូតូទេបងប្អូនកើតអ្នកប៊ូតុងខាងក្រោមនេះសម្រាប់យើងដាក់ឈ្មោះពិតរបស់យើងអញ្ចឹងណាដាក់ឈ្មោះពិតអញ្ចឹងទៅតែបងប្អូនថាខ្ជិលវាឆ្ងាយបងប្អូន select ឲ្យលើដូចខ្ញុំអញ្ចឹងទៅណាតោះមកបងប្អូនដាក់លេខកូដហ្នឹងទៅបាទដាក់លេខកូដបងប្អូនត្រូវចាំលេខកូដនេះបាទនៅពេលដែលយើងបង្កើតបានជោគជ័យហើយយើងវាយដាក់ទូរស័ព្ទផ្សេងយើងវាយតែ Gmail ហ្នឹងទៅហើយនឹងលេខកូដហ្នឹងទៅបានហើយអញ្ចឹងយើងមិនហត់បង្កើតទៀតទេណាដោយសារ Play Store លើបង្កើតតម្រុំបានមួយហ្នឹងវេទនាបងប្អូនណាបាទត្រង់នេះបងប្អូន verify ជាមួយ SIM ខ្ញុំដាក់ SIM មួយ SIM ណាបាទអញ្ចឹងបងប្អូនព្យាយាមចុះឡើងរហូតឡើយហ្នឹងណាព្យាយាមយូរដែរបងប្អូនបាទពេលខ្លះក៏វាឲ្យពេលខ្លះក៏វាអត់អញ្ចឹងតែភាគច្រើនបងប្អូនចុចកន្លែងព្យាយាមរហូតអាចភាគរយបានច្រើនជាងអញ្ចឹងណាអញ្ចឹងចាំមក play ទៅបងប្អូនបាទកន្លែងហ្នឹងបាទនេះនិចមុខទៀតទៅបាទនេះទៅហើយបងប្អូនបាទទៅហើយបាទនេះឃើញទេបាទនេះយើងកើតបានជោគជ័យបងប្អូនបាទអញ្ចឹងយើងកើតបានប៉ុណ្ណេះហើយបងប្អូនត្រូវតែអាប់ដេតនៅក្នុង Play Store ហ្នឹងតាក់ទងទៅនឹងកម្មវិធីអីដែលយើងធ្លាប់ប្រើញឹកជាងគេមកថាលើ Facebook អញ្ចឹងបងប្អូនវាយនៅក្នុង Play Store ហ្នឹងទៅបងប្អូនទៅអាប់ដេតណាបាទបន្ទាប់មកយើង download កម្មវិធីអីគេដែលយើងប្រើបងប្អូន download ទៅណាបាទអញ្ចឹងបន្ទាប់ទៀតបងប្អូន download គេ Telegram អញ្ចឹងទៅណាបាទ download Telegram អញ្ចឹងទៅបន្តមកទៀតយើង download YouTube យកអីអញ្ចឹងបងប្អូនណាបាទហ្នឹងហើយបងប្អូនយើងបង្កើតបានជោគជ័យជាងក្រោយសូមបងប្អូនចុច like subscribe channel របស់ខ្ញុំមួយទៅដើម្បីទទួលបានព័ត៌មានថ្មីៗពេលក្រោយទៅបងប្អូនណាបាទជាងក្រោយសូមអរគុណសូមជម្រាបលាបាទ